ទស្សនិកជនជាទីមេត្រីបាទប្រហែលថ្ងៃមកនេះបាទចាប់ផ្ដើមពីឆ្នាំថ្មីមកគឺឃើញថាហេតុការណ៍ផ្ទួនដែលជាហេតុការណ៍អាក្រក់មែនទែនបាទដែលយើងសង្កេតឃើញថាសម្រាប់ប្រជាជនថៃគឺថាឃើញហេតុការណ៍នោះហើយស្លុតចិត្តមែនទែនលោកវិចិត្របាទហើយសម្រាប់លោកវិចិត្រផ្ទាល់ក៏មានអារម្មណ៍ថាស្លុតចិត្តនៅពេលដែលយើងឃើញហេតុការណ៍អាក្រក់ផ្សេងៗនោះប៉ុន្តែបើយើងប្រៀបជាមួយហេតុការណ៍នៃការឈ្លានពានរបស់ទាហានថៃមកលើប្រជាជនកម្ពុជាយើងឃើញថាយើងគឺរឹតតែស្លុតចិត្តទៅទៀតបាទប៉ុន្តែយើងមិនដឹងថាវាជាហេតុការណ៍យ៉ាងម៉េចនោះទេព្រោះថាប្រហែលថ្ងៃមុននេះគឺឃើញថាហេតុការណ៍ផ្ទួននោះវាច្រើនដងពេកហើយសុទ្ធសឹងតែជាហេតុការណ៍ដ៏អាក្រក់មែនទែនហើយជាហេតុការណ៍ដែលពិភពលោកគឺស្ទើរតែទទួលយកមិនបានបាទដូចជាហេតុការណ៍ភ្លើងឆេះទូកនៅប្រទេសថៃបាទដូចជាហេតុការណ៍ភ្លើងឆេះវត្តបាទហេតុការណ៍ខ្លះគឺពាក់ព័ន្ធទៅនឹងអាដងស្ទូចនោះវាដួលបាក់អីចឹងទៅអញ្ចឹងសូមលោកវិចិត្រជួយលម្អិតជូនទស្សនិកជនដើម្បីជ្រាបពាក់ព័ន្ធទៅនឹងហេតុការណ៍នីមួយៗនោះបាទដើម្បីឲ្យទស្សនិកជនបានសន្តាប់នឹងជ្រាបទាំងអស់គ្នាថាតើហេតុការណ៍នឹងវាយោងអ្វីខ្លះជាមួយនឹងប្រទេសកម្ពុជាដែរទេព្រោះកន្លងទៅយើងឃើញមានហេតុការណ៍ថ្មីដែលទាហានថៃឈ្លានពានរំលោភបទឈប់បាញ់ផ្សេងៗមកលើកម្ពុជាអីចឹងទៅបាទអញ្ចឹងទៅហេតុការណ៍នោះវាស្តៀងគ្នាមែនទែនបាទជាពិសេសគឺសម័យអង្ការកំពុងសង្គ្រាមណាអង្ការ20ថ្ងៃកន្លងទៅនេះបាទគឺឃើញថាហេតុការណ៍នោះស្តៀងគ្នាមែនទែនម្ល៉េះហើយបើយើងនិយាយតាមអបិយជំនឿទៅវាយ៉ាងម៉េចខ្លះហើយលោកវិចិត្រជំរាបជូនទស្សនិកជនបានជ្រាបថាតើហេតុការណ៍នោះវាយ៉ាងម៉េចខ្លះបាទលោកមនីរាប់រំទាំងទស្សនិកជនបាទក្រោយខ្ញុំថយក្រោយបន្តិចបាទកំពុងតែមានសង្គ្រាមថៃឈ្លានពានមកលើកម្ពុជាហេតុការណ៍នេះមិនទាន់កើតឡើងទេបានន័យថាប្រទេសថៃនៅតែស្ងប់ដដែលនៅស្ងប់ស្អាតក្រោយពីការឈ្លានពានដោយទាហានថៃឬរដ្ឋាភិបាលអ្នកបញ្ជាឬយ៉ាងណានោះបាទរឿងហេតុការណ៍នេះនឹងកើតឡើងជាបន្តបាទថ្ងៃយើងគ្រាន់តែថយក្រោយនេះថ្ងៃទី7ខែមករាគឺជាថ្ងៃដែលឆេះទូកមួយបាទមិនតែមួយទេបានន័យថាហេតុការណ៍មួយបាទហេតុការណ៍មួយក៏ប៉ុន្តែឆេះទូកច្រើនបាទទូកនឹងមានតម្លៃខ្លាំងទូកសម្រាប់អភិជនទូកសម្រាប់គេអ្នកដើរលេងអ្នកដែលមានលុយច្រើនតម្លៃរាប់លានណាទូកបាទតាមនឹងរាប់លានបាទនេះឆេះមិនមែនឆេះតែមួយទេលោកមនីវត្តឆេះច្រើននៅភូកេតនៅភូកេតបាទទស្សនិកជនអាចចូលទៅមើលឬអាចមើលក្នុងវីដេអូរបស់យើងបានតែផ្សព្វផ្សាយនៅក្នុងដែលយើងកំពុងតែនិយាយបាទក្រោយពីការឆេះទូកមកក៏មានហេតុការណ៍ដែលកើតឡើងបន្តទៀតគឺនៅភូមិភាគខាងត្បូងនេះយើងបានលើកឡើងម្ដងរួចទៅហើយលោកមនីបាទមួយយប់11កន្លែងគឺឆេះទាំងអស់បាទបំផ្ទុះគ្រាប់ទុះឆេះទាំងអស់បាទដោយហេតុការណ៍អ្វីនេះយើងពុំអាចដឹងបានច្បាស់ទេព្រោះទាហានថៃមិនដែលនិយាយថាអ្នកដែលបែងចែកទឹកដីទេគ្រាន់តែនិយាយថាអ្នកដែលមកផ្ទុះអ្នកដែលដាក់គ្រាប់មីនជាអ្នកយល់ខុសបាទរឿងនេះខ្ញុំបាននិយាយជាវីដេអូមួយដងហើយបាទម្ដងរួចហើយគឺថាទស្សនិកជនប្រកាសជាយល់បានរឿងហេតុជាបន្តមកទៀតគឺយើងអ្នកកាន់ពុទ្ធសាសនាឃើញឆេះវត្តវាអារាមយើងមានអារម្មណ៍ថាដូចជាហេតុមួយដែលមិនគួរកើតឡើងតទៅសោះព្រោះនោះជាវត្តបាទជាវត្តហេតុវត្តនេះមិនងាយនឹងកើតមានឡើងព្រោះវត្តជាទីសក្ការៈបូជារបស់ពុទ្ធទស្សនិកជនទាំងអស់អ្នកដែលកាន់ពុទ្ធសាសនាមិនត្រឹមតែអ្នកដែលកាន់ពុទ្ធសាសនាទេប្រជាជនទូទៅក៏អាចចូលទៅលេងចូលទៅទស្សនាព្រោះជាវត្តដែលវត្តចាស់បុរាណបាទនៅលបបុរីជានគរចាស់មួយរបស់ប្រទេសថៃប្រទេសថៃពីមុនប្រទេសមុនសៀមឬសយ៉ាមអីក៏មិនតែឥឡូវដូចប្រទេសថៃបាទលោកមនីវត្តបាទខ្ញុំចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងភ្លើងឆេះទូកឥឡូវនៅភូកេតណាហើយយើងត្រឡប់ក្រោយវិញណាខ្ញុំក៏និយាយត្រឡប់ទៅវិញដែរលោកវិចិត្រលើកឡើងត្រឡប់ក្រោយវិញពាក់ព័ន្ធទៅនឹងភ្លើងឆេះទូកនេះខ្ញុំសម័យឃើញយ៉ាងកាលសង្គ្រាមប្រហែលថ្ងៃនេះណាបាទ20ថ្ងៃជាងចុងក្រោយនេះណាឃើញថាទាហានសៀមប្រើទូកប្រើកប៉ាល់ប្រើនាវាចម្បាំងរបស់គេនឹងមកបាញ់មកបាញ់ផ្លោមមកលើកម្ពុជាទាំងដែលកម្ពុជាអត់ទាន់បានឆ្លើយតបអ្វីទាំងអស់បាទន័យថាកម្ពុជាពេលហ្នឹងអត់ទាន់បានធ្វើអ្វីទេក៏ប៉ុន្តែទាហាន
ថៃយកនាវាចម្បាំងបាញ់ផ្លោងមកលើកម្ពុជាដូចជាចូលមកខាងពោធិ៍សាត់អីជាដើម បាទហេតុការណ៍នេះវាទាញធ្វើឲ្យមានការចេះទុកនៅហ្នឹងវាហាក់ដូចជាចៃដន្យពេកឬយ៉ាងម៉េចខ្ញុំបើយើងគិតអបិយជំនឿវាប្រកបណាវាប្រកបណាស់ថាវាជាការសងសឹកណាមួយនៅក្នុងឥឡូវចេះទស្សនិកជនលោកមនីវ័នរឿងនេះទុកជូនទស្សនិកជនជាអ្នកវិញ្ញាណបាទយើងគ្រាន់តែលើកឡើងថាតើវាគប់ជួនអ្វីដល់ថ្នាក់ហ្នឹងបាទក្រោយអំពីយកទូកដែលគេហៅថាទូកចម្បាំងយកបោផ្លោងយកបបាញ់មកដាក់កម្ពុជាដោយកម្ពុជាមិនបានធ្វើអ្វីតទៅសោះនិយាយស្រួលទៅគឺថាអង្គុយគេមកវាយគេមកវាយអញ្ចឹងអារឿងនេះលោកវិចិត្រវាមានការយោងអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាយ៉ាងម៉េចចេះរឿងនេះវាស៊ីគ្នាពេកវាអញ្ចឹងអាហ្នឹងមួយហើយអាមួយទៀតនេះរឿងមីនហ្នឹងឯងគ្រាប់បំទុះណាតែបំទុះមីននៅខាងភាគខាងត្បូងអញ្ចឹងណាបាទភាគខាងត្បូងនៅ3ខេត្តនេះយើងដឹងហើយ3ខេត្តនេះវាបន្ទុះស្រាប់ទៅហើយប៉ុន្តែថ្មីនេះជីវ៉ាត់ប៉ាតនីបាទប៉ុន្តែថ្មីនេះវាបន្ទុះច្រើនពេកអញ្ចឹងរឿងបន្ទុះមីនខ្ញុំនឹកឃើញអាសម័យឃើញកាលមុនសង្គ្រាមនោះថៃព្យាយាមឲ្យទាហានរបស់ខ្លួននោះជន់មីនកន្លែងនេះកន្លែងនោះអញ្ចឹងចាស់នឹកឃើញទៅជុំអានឹងវាយោងគ្នាវាស្តៀងគ្នាមិនខ្ញុំដូចជាឆ្ងល់លោកមនីវ័នដូចជាប្រកែសម័យម្លេះនេះបាទអញ្ចឹងវាទាញយោងគ្នាណាអាពេលកណ្ដាលយើងនិយាយរឿងមីនបំផ្ទុះហ្នឹងចាប់ផ្ដើមយោងបំចំអានឹងវាមិនទៅហេតុអីបានជាបំផ្ទុះមីនក្នុងពេលតែ11ទីតាំងនៅខេត្តភាគខាងត្បូងម្លេះបាទវាឆ្ងល់អញ្ចឹងណាលោកហើយមួយទៀតរឿងភ្លើងឆេះវត្តនៅលោកបរិយដែលលោកវិចិត្រលើកឡើងមិញណាបាទភ្លើងឆេះវត្តវាក៏ចៃដន្យទៅទៀតកាលពីសង្គ្រាមប្រហែល20ថ្ងៃចុងក្រោយអា5ថ្ងៃមុនក៏វាមានបញ្ហាបាញ់បំផ្លាញវត្តយើងដែរបាទណាមកដល់អា20ថ្ងៃចុងក្រោយនេះក៏បំផ្លាញវត្តយើងថែមទៀតបំផ្លាញនៅវត្តខ្មែរយើងណាពីទាហានពីសំណាក់ទាហានសៀមដែលបាញ់ចូលមកនេះបំផ្លាញមិនត្រឹមតែបំផ្លាញផ្ទះប្រជាពលរដ្ឋយើងទេបំផ្លាញដល់វត្តយើងទៀតវត្តបាទសាលារៀនរូបសំណាក់ផ្សេងបាទសំខាន់បំផុតគឺយើងទទួលយកមកបានប្រជាជនទូទាំងពិភពលោកទទួលយកបានគឺបំផ្លាញអីគេបាទសាលារៀនទីពេទ្យប្រាសាទព្រះវិហារអូខេប្រាសាទព្រះវិហារហើយមកបំផ្លាញប្រាសាទថាកបីទៀតឃើញអានេះវាជាការបំផ្លាញក្រោយពីបំផ្លាញទៅឆេះវត្តនៅនោះវាមិនវិញអាហ្នឹងវាចៃដន្យពេកឬយ៉ាងម៉េចនេះទុកជូនទស្សនិកជនជាអ្នកបកស្រាយហើយមិនត្រឹមតែបំផ្លាញប៉ុណ្ណឹងទេលោកវិចិត្របាទយើងឃើញវីដេអូខាងពី CMO ណាបាទតាមតំបន់ផ្សេងនិមន្តលោកមកប្រោះព្រំនិមន្តលោកមកជួយកសាងកន្លែងដែលខ្លួនឯងបានឈ្លានពានហ្នឹងហើយកន្លែងដែលខ្លួនឯងឈ្លានពានយកហ្នឹងនិមន្តលោកមកទៀតអាមិនទៅហ្នឹងវាចៃដន្យពេកឬយ៉ាងម៉េចខ្ញុំចាប់អារម្មណ៍ខ្ញុំអត់ដឹងដែរទុកជូនទស្សនិកជនបាទអញ្ចឹងលោកវិចិត្រមិនដឹងថាឆ្លើយយ៉ាងម៉េចទេអូខេជូនទស្សនិកជនជាអ្នកឆ្លើយវាបើយើងនិយាយអបិយជំនឿចុះខ្ញុំមិនបដិសេធទេរឿងអបិយជំនឿសូមអធិស្ឋានលោកមនីវ័នព្រមទាំងទស្សនិកជនខ្ញុំមិនចង់និយាយពាក្យថាកម្ពុជាបាទអញ្ចឹងរឿងហេតុការណ៍ដែលកើតថ្មីចេះបំផុតលោកវិចិត្រដែលកើតនៅថ្ងៃនេះតែម្ដងបាទលោកវិចិត្រសូមជម្រាបជូនទស្សនិកជនបាទវាមានហេតុការណ៍មួយទៀតបាទឥឡូវនេះក្តៅបាទម៉ោង9ជាងទស្សនិកជនទាំងអស់ប្រកាសជាជ្រាបប្រកាសជាដឹងច្បាស់ថាបាទទូរទស្សន៍ថៃឬ social media នៅថៃកំពុងតែផ្សព្វផ្សាយមែនតែនក្តៅក្រគុំមែនតែនឧបត្តិហេតុដែលកើតឡើងនៅក្នុងថ្ងៃនេះគឺរថភ្លើងធ្លាក់អំពីផ្លូវតែមិនមែនបើកធ្លាក់ទេលោកមនីវ័នគឺបើកចេញពីបាងកកទៅនគររាជសីមាបាទឆ្ពោះទៅនគររាជសីមាបាទទៅដល់ CQ អំពើ CQ ទៅដល់ស្រុក CQ ស្រុក CQ កន្លែងដែលគេកំពុងតកសាងផ្លូវល្បឿនលឿនរថភ្លើងដែររថភ្លើងនេះរថដែលរថធម្មតារថពីក្រោមបាទគេកសាងនៅពីលើអញ្ចឹងអាដងស្ទូចដ៏ធំដែលកំពុងតែធ្វើការដែលកំពុងតែកសាងធ្វើកន្លែងនោះវាបាក់ធ្លាក់មកអូសង្កត់
รถเพลิงนึกกับพวกรถปีคอม รถเพลิงกับพงแต่รถปีคอม ให้ดองสตุ้ยหน่อยเลย ดองตุ้ยเอาเลย โอ้บ่า ใจดอนตัดดอลเปลกับอะไรนั้นดองตุ้ยแบบบะทะเลเมา อ๋อบ่าบ่า ก็รถเพลิงเฟอร์เอารถเพลิงนั้นทะเลไปเลือเพลิงก็รับทะเลเลือเพลิงมันเติมตายปนเอาตัวในกระจนถึงออกมา บ่าบ่า มันเติมตายก็รับธรรมดาที่เมียนเพลิงแฉ เพลิงมาเป็นนะรถเพลิงนึกมันสั่งไปในหน่อยนั่งหรือ รถเพลิงสร้างกับเปิดแม่นกับบรรทัดได้อย่างได้กากูดคืนนี้วิจิเรื่องธรรมดาไปการเจียบนลึกเจียเพลิง บ่า หายเฟื่อทุกบ้านบรรลุนิวันสำหรับรถเพลิงมือไซนี่เหมือนแมนโอ้ได้กบาลแต่มวยตี อ๋อ บ้านรถเพลิงนี่คือมวยกระรองบ่เวียนะเวียนมันเซนบ่เวีย มวยกันนัด มวยกันนัดบ่เวีย ไม่ใช่ทำมวยกันนัดอะมวยปะตบอะ มวยประรอง มวยปะร้องอะโอเคบ่าบ่า บ่ามวยประรองเวียต้องเวียนมันเซนบ่เวียตัวใบมันเซนนะเวียรถหรือมันจะดำเนินการกันแล้วก็มันถ้าก็เวียนเปรย์นั่นนั่นแหละ อ๋อจังมันใช่ บาทใช่บอตามจากในรายการปีซาโปมมีเซนแต่ทมในประเทศไทยนะทานคนนองมาดอเป็นนิดเฟอร์ออยเนี้ยได้เฟอร์ดับนาจีมวยนั้นบัดบองชีวิตนั้นนึงกันไหลนั้นมันกล้าวปีมาเพย์ปีนาดีให้เนี้ยได้รับบัวได้กำปงแต่ดักเตาตีแปดนกอริซิมาตีแปดซีคิวตีแปดดาวซึ่งเนินมันกล้าวปีไซสำเนียดีบ้านในไทยจานนี่ อันนี้เรียก อันนี้ก็มาดอลเมานี่บ่าแต่รถเพลิงนี่เกยกำปงแต่ช่วยสังกรุดพวกรถเพลิงมันไม่โดยเจลาในโลกนี้วันเวง บ่า เวงให้ปีบ่าบอมพดคือรถเพลิงกำปงแต่มีเพลิงใช่แต่มาดองบ่าแล้วตัวสนิทกับจนมือวิดีโอยืนต่อคนเดียวถ้าถ่ายตาเนาขนมวิดีโอนึงเมียนเอาไว้การหลังเพลิงใช่นึกbị giang mạch มันไม่โดยจะเพลิงขนอเลยลานมันไม่จอดแต่โจลบ้านนี่พวกไอ้เวียขนอแบบรถเพลิง แบบรถ บ่า เพลิ โจ งจังลานตึกลานไอ้เด็กโจลต้องไปเรียนปีบ่า ไปโจอดก้าวเด้อ ปีบ่า บ่สันจะเอาเกียร์เพลิงขนอเยอะอะไรนะ บ่า แต่นี่บ่สันเป็นเอาชงายใช่จังไปโจไม่เกิดไปเอามีเพลิงโจตัวบ้าน บ่าจังปีบ่า บ่า เนี่ยได้เต้าหลบบัวบันติบันตัวหรือบัวคลังตุ่มรวมแต่โจลตัวบ้านเพลิงแช่ บ่า มอเทียอันนั้นเพื่อเอาปะปอดชีวิตdo mà đào màu nít đôi chừng lực làng bành mấy cái miền sa bầu miền đôi chừng tình kháo bỏ vào phối cứ rê ca mà tha mình cao pi mà phơi pi nè thìหรือmà phơi pi nè bà là dừng tha mà phơi pi nè cho bà đài xịt đài bắt băng chỉ vật บ่า bà hay sai sầm nè trên thiết cứ rong đã buộc bà lùm đi bọn ពេលនិយាយដល់រឿងហ្នឹងយើងក៏ចូលរួមសោកស្ដាយដែរបាទរឿងហ្នឹងប៉ុន្តែអ្វីដែលខ្ញុំគិតសម័យ ខ្ញុំសម័យទៀត สมัยthiết à ព្រោះខ្ញុំចូលចិត្តសម័យសម័យកាលពីសង្គ្រាមយ៉ាងសម័យអតីតកាលទៀតណាលោកវិចិត្របាទសម័យតាំងពីសង្គ្រាមនៅប្រាសាទពីវិហារយើងលោកវិចិត្រចាំបានទេស្អីនៅលើហ្នឹង អូស្ទូចដងស្ទូច ដងស្ទូចនៅលើប្រាសាទព្រះវិហារត្រូវបានទាហានថៃបាញ់បំផ្លាញកំទេចដងស្ទូចនោះឲ្យស្រែកសបាយហូរវិញជ្រាវ ឥឡូវនេះ ដងស្ទូចនេះបានបំផ្លាញរថភ្លើងរបស់ខ្លួនហើយសម្លាប់មនុស្ស22នាក់ដោយលោកវិចិត្រលើកមិញ បាទ ហេតុអីរឿងនោះមិនចៃដន្យម្លេះចុះមិនគ្រោះថ្នាក់ចាំអ្វីផ្សេងទៅមិនក៏ចង់ឲ្យដងស្ទូចមកបំផ្លាញអញ្ចឹង បាទ អានឹងវាជាអ្វីទៅលោកវិចិត្រ ជូនទស្សនិកជនជាអ្នកយល់ឃើញយ៉ាងណាសូមជួយបញ្ចេញមតិបាទយើងខ្ញុំអត់ទុកជូនទស្សនិកជនវិញ បាទអញ្ចឹងលោកអត់ឆ្លើយអញ្ចឹង បាទ ទស្សនិកជនលោកឆ្លើយមិនអូខេ បាទលោកយល់ឃើញយ៉ាងម៉េចហេតុការណ៍ទាំងពីរហ្នឹងវាយ៉ាងម៉េចទស្សនិកជនជាអ្នកជួយបញ្ចេញមតិ តែវាស៊ីគ្នាពេកហេតុការណ៍នោះវាស៊ីគ្នាពេកហើយវាដូចគ្នាពេក យ៉ាងអូបាទ តែក៏អ្វីដែលមិនដូចគឺមិនអាមួយសង្គ្រាមបាញ់គ្នាអាមួយជួសជុល បាទ បាទប៉ុន្តែអ្វីដែលដូចគឺមិនដងស្ទួយដូចគ្នា បាទ បាទដងស្ទួយនោះមិនចេះមិនមែននេះណាបាទមិនមែនស្រាលទេណា បើភាសាថៃគេនិយាយថាណាគិត បាទ គួរឲ្យគិត បាទគួរឲ្យគិត តើវាជាយ៉ាងណានោះយើងក៏ជូនទស្សនិកជនដដែល បាទរឿងរ៉ាវហេតុការណ៍ដែលចម្លែកបាទក្រោយពីសង្គ្រាមឈ្លានពានមកលើកម្ពុជា
បាទវាតែងតែកើនជាបន្តបន្ទាប់នៅប្រទេសថៃ បាទ បាទដែលយើងមើលទៅហើយគឺវាស៊ីគ្នាមែនទែនដូចខ្ញុំលើកឡើងលោកវិចិត្រលើកឡើងអំបញ្ញមិញនេះ បាទ គឺសុទ្ធសឹងតែជារឿងដែលស៊ីគ្នាមែនទែនបាទម្ល៉េះហើយយើងគិតយ៉ាងម៉េចលោកវិចិត្រហើយយើងក៏ជម្រាបជូនទស្សនិកជនបានតែប៉ុណ្ណឹង បាទ បាទហើយលោកវិចិត្រមានអីបន្ថែមមុននឹងបញ្ចប់កម្មវិធីយើងបាទសូមអញ្ជើញ បាទលោកមនីវ៉ាន់ព្រមទាំងទស្សនិកជនទាំងអស់បាទក្នុងសំណួរសួរថាតើខ្ញុំគិតយ៉ាងម៉េចខ្ញុំអត់មានអីគិតទេមានតែការសោកស្ដាយ បាទ បាទជីវិតមនុស្សមិនថាប្រជាជនថៃមិនថាប្រជាជនកម្ពុជាឬប្រជាជនដែលកំពុងតែមានការបាតុកម្មនៅប្រទេសអេរ៉ង់មានការស្លាប់ជាច្រើនយ៉ាងណានោះក៏ដោយយើងគ្រាន់តែសម្ដែងនៅអារម្មណ៍មួយថាមានការសោកស្ដាយ បាទ ហើយក៏ផ្ដាំទៅថ្នាក់ដឹកនាំទាំងអស់ត្រូវតែស្រឡាញ់ជីវិតរបស់ប្រជាជនបាទលោកមនីវ៉ាន់ បាទបាទ